គិះដៃស្បូននៅនឹងខាងស្ដាំចាដែលរូបរាងលក្ខណៈរបស់វាគឺជាប្រភេទ chocolate cyst ដែលពាក្យបច្ចេកទេសពេទ្យយើងហៅថា endometriosis ovarian ហ្នឹងគឺជាប្រភេទគិះឈាមរដូវដែលបន្សល់មកពីចាធម្មជាតិរបស់យើងគឺស្រទាប់រដូវវាដុះខុសកន្លែងទៅដុះនៅនឹងចាកន្សោមពងញីអញ្ចឹងនៅពេលដែលយើងមករដូវរាល់ខែហ្នឹងឈាមហ្នឹងក៏វាមករដូវនៅក្នុងកន្សោមពងញីរបស់យើងដែរអញ្ចឹងហើយក៏មួយខែបន្សល់បន្តិចមួយខែបន្សល់បន្តិចបង្កទៅជាគិះចាអញ្ចឹងផលវិបាកនៃការមានគិះស្រទាប់រដូវហ្នឹងវាអាចធ្វើឲ្យប៉ះពាល់ទៅដល់ចាសមត្ថភាពនៃការចាបញ្ចេញពងញីដែរ true ovulation ដែរប៉ុន្តែករណីអ្នកជំងឺនេះគឺគាត់មាន ovulation ធម្មតាហើយគិះវានៅមួយចំណែករបស់វាដោយសារទំហំវាទូចអញ្ចឹង ovulation គាត់នៅតែមានធម្មតាហើយករណីដែលដៃស្បូនគាត់មកចំហៀងទៀតហ្នឹងគឺនៅល្អធម្មតាមេជីវិត reserve ក៏ធម្មតាដែរអញ្ចឹងអ្នកជំងឺនេះថ្ងៃក្រោយទៅគាត់អាចធ្វើទុកបញ្ហាគិះហ្នឹងវាឡើងទំហំអាចធ្វើឲ្យគាត់ឈឺចុកចាប់ចាពេលមករដូវឬក៏អាចធ្វើឲ្យគាត់ពិបាកមានកូននៅថ្ងៃក្រោយ